ទឹកចិត្តរបស់បងប្អូនគឺមោះមុតផុសផលអត់អាចសូមកោតសរសើរបងប្អូនទាំងអស់គ្នាហើយអត់ឈប់ទេណាបងប្អូនអត់ឈប់ទេเราតែសម្រេចដោយបំណងរបស់យើងទៅយើងឈប់ឥឡូវកុំឲ្យចំណាយពេលលើសពីនេះសូមរៀបចំក្បួនធ្វើដំណើរទៅមុខសូមអរគុណឲ្យឡើងមកម្នាក់ខ្ញុំយកតែ1000ទេឡើងមកថ្ងៃនេះត្រូវជាថ្ងៃទី18ខែធ្នូឆ្នាំ2003គណៈបក្សសង្គ្រោះជាតិកំពុងតែដង្ហែក្បួនមួយដ៏ធំមិនដែលឃើញក្នុងពេលថ្មីនេះមិនដែលឃើញចំនួនមនុស្សចូលរួមច្រើនបែបនេះទេមើលទៅខាងមុខដាច់កតុយភ្នែកមើលអត់ឃើញកន្លែងណាក្បួនចាប់ដើមទេមើលទៅខាងក្រោយក៏ដាច់កតុយភ្នែកមិនដឹងថាក្បួននៅទីបញ្ចប់ដល់ណាទេនៅឆ្ងាយណាស់ដាច់កតុយភ្នែកទាំងសងខាងដូច្នេះមនុស្សរាប់ម៉ឺនចូលសែនដែលកំពុងតែដង្ហែក្បួនគណៈបក្សសង្គ្រោះជាតិទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅប្រទេសកម្ពុជាពីព្រោះការបោះឆ្នោតកន្លងទៅនេះមិនអាចយកជាការបានទេ